សំណាញ់ផ្នត់គំនិតអវិជ្ជមានសំណាញ់នៃផ្នត់គំនិតអវិជ្ជមានការពីមិនអោយមានការគិតត្រូវនៅពេលដែលយើងចាប់ផ្ដើមពីអំណះអំណាងដែលខុសមនុស្សជាច្រើនគិតមិនបានត្រឹមត្រូវឡើយនៅពេលពួកគេអនុញ្ញាតឲ្យផ្នត់ពាក្យឬសញ្ញានៃអំណះអំណាងខុសមករុំព័ទ្ធខួរក្បាលរបស់ពួកគេពាក្យឬសម្ដីដូចជាតែងតែត្រឹមតែមិនដែលគ្មានគ្រប់មនុស្សគ្រប់គ្នាគ្មាននរណាមួយមិនអាចទៅមិនរួចមួយនេះឬមួយនោះជាដើមគឺសុទ្ធតែជាអំណះអំណាងខុសជាលទ្ធផលនៅពេលពួកគេប្រើប្រាស់ពាក្យឬសម្ដីបែបនេះច្រើនពេកភាព logic នៃសេចក្តីសន្និដ្ឋានរបស់ពួកគេនឹងខុសទៅតាមនោះដែរតម្រូវការបើផ្សំជាមួយនឹងគំនិតដែលមានឥរិយាបថវិជ្ជមាននោះអាចលើកកម្លាំងចិត្តអ្នកឲ្យជោគជ័យមានពាក្យមួយគឺតម្រូវការកាលណាបើយើងបញ្ជ្រាបជាមួយនឹងឥរិយាបថគំនិតវិជ្ជមាននោះវានឹងលើកទឹកចិត្តរបស់មនុស្សម្នាក់ឲ្យសម្រេចកិច្ចការប្រកបដោយកិត្តិយសប៉ុន្តែពាក្យនេះដែរតម្រូវការបើអ្នកប្រើជាមួយនឹងឥរិយាបថនៃគំនិតអវិជ្ជមានវិញនោះវានឹងคล้ายទៅជាពាក្យដោះសារដើម្បីបោកប្រាស់ខ្លួនឯងដើម្បីបំភាន់ខ្លួនឯងនិងដើម្បីបញ្ឆោតខ្លួនឯងទៅវិញតម្រូវការគឺជាមាតានៃភាពច្នៃប្រឌិតប៉ុន្តែវាក៏ជាបិតានៃក្តីវិនាសផងដែរមួយវិញទៀតសុចរិតភាពក៏ជាស្តង់ដារដែលមិនត្រូវមើលរំលងឡើយព្រោះវាគឺជាមូលដ្ឋាននៃសេចក្តីជោគជ័យនិងជាបេះដូងនៃឥរិយាបថនៃផ្នត់គំនិតបែបវិជ្ជមានបុគ្គលដែលជោគជ័យនឹងទទួលបាននូវភាពរីកចម្រើនភាគច្រើនគឺដោយបុគ្គលទាំងនោះត្រូវបានលើកកម្លាំងចិត្តដោយសារតែពាក្យតម្រូវការនឹងឯងហើយក៏យើងអាចមើលឃើញបានទៀតថាបុគ្គលនោះបានសម្រេចជោគជ័យរបស់ខ្លួនគឺដោយមិនបានបំពានលើស្តង់ដារនៃសុចរិតភាពឡើយចិត្តមនុស្សគិតយ៉ាងណាគាត់នឹងក្លាយទៅជាមនុស្សយ៉ាងនោះបើអ្នកអាចធ្វើចិត្តឲ្យជឿជាក់ពិតប្រាកដនោះអ្វីមុខជាអាចទៅរួចតាមជំនឿចិត្តមួយនេះពេលអ្នកមានជំនឿប៉ុន្តែអ្នកមិនធ្វើសកម្មភាពគឺប្រៀបដូចជារបស់ស្លាប់នៅពេលអ្នកបួងសួងចង់បានអ្វីក៏ដោយឲ្យតែអ្នកប៉ងប្រាថ្នាចូលអ្នកតម្កល់ចិត្តឲ្យមាំថាអ្នកនឹងទទួលបានវាថាអ្នកពិតជាស័ក្តិសមនឹងមានវាសូមអ្នកចាប់ផ្ដើមសួរនោះអ្នកនឹងទទួលបានចម្លើយសូមអ្នកចាប់ផ្ដើមជាមួយនឹងការស្វែងរកនោះអ្នកនឹងរកឃើញចូលអ្នកបន្តការគោះទ្វារហើយគោះទៀតនោះទ្វារនឹងបើកមករកអ្នកជាមួយគ្នានេះដែរចូលអ្នកស្វែងរកពីឃ្លាគន្លឹះមួយចំនួនដែលពាក់ព័ន្ធនឹងសំណាញ់ខួរក្បាលនៃការគិតរបស់អ្នកដែលនាំអ្នកគិតបែបអវិជ្ជមានដែលក្នុងនោះមានដូចជា 1. ភាពអវិជ្ជមានអារម្មណ៍អវិជ្ជមានចិត្តអវិជ្ជមានតណ្ហាអវិជ្ជមានទម្លាប់អវិជ្ជមានជំនឿអវិជ្ជមាននិងការរើសអើងជាដើម 2. ទម្លាប់មើលតែកំហុសអ្នកដទៃ 3. ចំនួននិងការយល់ខុសបណ្ដាលមកពីអត្ថន័យរបស់ពាក្យសម្ដី 4. ការសន្និដ្ឋានខុសដែលបណ្ដាលមកពីអំណះអំណាងខុស 5. ពាក្យឬសម្ដីចង្អៀតចង្អល់ដែលជាមូលដ្ឋាននៃការសន្និដ្ឋានខុស 6. គំនិតដែលបណ្ដាលឲ្យកើតមានភាពមិនស្មោះត្រង់ 7. គំនិតនិងទម្លាប់ដែលមិនស្អាតស្អំ 8. សេចក្តីភ័យខ្លាចដែលគិតថាការរុករកថាមពលនៃខួរក្បាលរបស់ខ្លួនគឺជាការប្រមាថនិងគិតថាជារឿងមិនត្រឹមត្រូវដូច្នេះ
ដូចអ្នកបានឃើញស្រាប់ហើយថាសំណាញ់ខួរក្បាលមានច្រើនប្រភេទច្រើនសន្តានមានសំណាញ់ខ្លះតូចខ្លះធំមានសំណាញ់ខ្លះខ្សោយខ្លះខ្លាំងប៉ុន្តែប្រសិនបើអ្នកធ្វើបញ្ជីមួយសម្រាប់ដាក់សំណាញ់ខួរក្បាលទាំងអស់ដែលអ្នកមានដូចខាងលើបន្ទាប់មកអ្នកចាប់ផ្ដើមពិនិត្យមើលសរសៃនីមួយៗនៃសំណាញ់ទាំងនឹងឲ្យបានហ្មត់ចត់ពេលនោះអ្នកនឹងរកឃើញថាសរសៃទាំងអស់នោះគឺសុទ្ធតែត្រូវបានចងក្រងឡើងដោយសារតែគំនិតដែលមានឥរិយាបថអវិជ្ជមានបើអ្នកចាប់ផ្ដើមពិចារណាអំពីវាឲ្យបានមួយសន្ទុះអ្នកនឹងមើលឃើញថាសំណាញ់ដែលខ្លាំងជាងគេបំផុតហើយត្រូវបានវាវិញដោយសរសៃនៃគំនិតអវិជ្ជមាននោះគឺភាពសោះអង្គើយភាពសោះអង្គើយនឹងបណ្ដាលឲ្យអ្នកមិនចង់ធ្វើអ្វីទាល់តែសោះឬបើអ្នកធ្វើដែរប៉ុន្តែកំពុងធ្វើទង្វើខុសភាពសោះអង្គើយនេះនឹងបណ្ដាលឲ្យចិត្តរបស់អ្នកនៅតែបន្តធ្វើវាទៀតវាមិនដែលចង់ឲ្យអ្នកបញ្ឈប់វានោះទេគឺវាចង់ឲ្យអ្នកនៅតែបន្តធ្វើហើយបន្តធ្វើទៀត